trong bong rầm loh mà tô rầm loh lán cú thôiอย่างmấyទីមួយយើងត្រូវសិក្សាពីខ្លួនយើងសិនកុំទាន់សិក្សាពីរឿងការរំលោះបងប្អូនសិក្សាពីខ្លួនយើងនឹងចង់និយាយថាខ្លួនយើងនឹងរត់រួចទេប្រាក់ចំណូលយើងបើសិនជាយើងថាមួយខែយើងចាយមិនគ្រប់ទេអានឹងអត់គួរទៅសិក្សារឿងបងរំលោះទេបើសិនជាខ្លួនយើងរៀនសន្សំតែក្នុងមួយខែយើងអាចសំបាន100ឬក៏200អញ្ចឹងអាការសន្សំសល់ហ្នឹងលុយដែលយើងអត់ប្រើការហ្នឹងយើងអាចបង់លុះមួយខែ100ឬក៏$200បានបើថាយើងមិនសមអត់សល់ទេយើងទៅបង់លុះដូចយើងយកអន្ទាក់មកចងកយើងអញ្ចឹងព្រោះមួយខែចាយអត់សល់ផងហើយមានលុយណាទៅបង់លុះបងចុះបងឡើងមានបញ្ហាការងារទៀតគឺប្រកាសជាគេដករឹបអូសយកម៉ូតូយកឡានទៅវិញនឹងឯងអញ្ចឹងស្គាល់ខ្លួនយើងឲ្យច្បាស់សិនមុននឹងបងរំលោះជំហានទី2បន្ទាប់ពីខ្លួនយើងថាខ្លួនយើងសន្សំបានហើយលុយសល់ហើយមានលទ្ធភាពបងរំលោះហើយអញ្ចឹងជំហានមួយទៀតយើងសិក្សាពីតម្លៃទីផ្សាររបស់ម៉ូតូឬក៏ឡានការសិក្សាទីផ្សារតម្លៃរបស់វានឹងដើម្បីឲ្យយើងទៅបងរំលោះនឹងវាងាយស្រួលក្នុងការមិនឲ្យគេកោចង់និយាយថាតម្លៃវាលើសលប់កន្លែងយើងចឹងព្រោះជាទូទៅកន្លែងបងរំលោះឲ្យតែពាក្យថាបងរំលោះមួយម៉ាត់កន្លែងខ្លះតម្លៃសមរម្យកន្លែងខ្លះទៀតតម្លៃគឺកប់គុណយកតែម្ដងបងប្អូនអញ្ចឹងយើងសិក្សាទៅលើតម្លៃម៉ូតូមួយទឹកតាមហាង2ហាង3អញ្ចឹងទៅយើងស៊ើបសួរសិនសួរឲ្យសាំបាច់ទាន់បងរំលោះទេសួរយើងសួរទិញលុយសិតធម្មតាសិនអញ្ចឹងណារួចហើយយើងពិចារណាបន្ទាប់មកទៀតយើងស៊ូម៉ូតូថ្មីឬបើសិនយើងចង់រំលោះម៉ូតូថ្មីយើងស៊ូទីផ្សារហាង2ហាង3សិនមើលម៉ូតូថ្មីទិញក្នុងតម្លៃធម្មតាប៉ុណ្ណាពេលដែលយើងសិក្សាដឹងហើយយើងទៅស៊ូលក្ខខណ្ឌបងរំលោះតើលក្ខខណ្ឌបងរំលោះហ្នឹងគេត្រូវការឯកសារអីខ្លះហ្នឹងណានឹងត្រូវការឯកសារអីខ្លះអញ្ចឹងបន្ទាប់ពីសិក្សាទៅចូលដល់ការបងរំលោះហើយចូលដល់ការបងរំលោះហើយការបងរំលោះគឺយើងយកឯកសារទៅហាងគេត្រូវការឯកសារអីខ្លាំងអញ្ចឹងយើងត្រូវសិក្សាសិនមិនមែនចេះតែរំលោះដាក់ទៅផ្ដិតមេដៃពេញពពអីចឹងទេហាងមួយចំនួនគេបញ្យល់យើងឲ្យក្បោះក្បាយតែម្ដងព្រោះយើងចេះស៊ូទៀតគឺកាន់តែល្អទៀតជិះវៀងបងប្អូនអារឿងកាដូអារឿងរង្វាន់20 30មុខអីបងប្អូនស្លឹកឆ្នោតស្លឹកអីហ្នឹងគឺតម្លៃរបស់វាឥឡូវឧទាហរណ៍ចេះបើសិនជាយើងចាប់ឆ្នោតមានម៉ូតូមានរង្វាន់ម៉ូតូមានរង្វាន់ឡានអញ្ចឹងសួរតែគេដកលុយកប៉ៅយើងទៅទិញឡានមកចាប់រង្វាន់ឲ្យយើងឬក៏យ៉ាងម៉េចឧទាហរណ៍ថាម៉ូតូចំណេញ100អញ្ចឹងសួរតែគេដក100ទៅទិញឡាន3 4ម៉ឺនមកចាប់ឆ្នោតឲ្យយើងឬក៏យ៉ាងម៉េចអញ្ចឹងតើតែគេតឡើងថ្លៃម៉ូតូបានទៅរួចអញ្ចឹងយើងកុំត្រេកអរកុំហឹកហាក់ជាមួយនឹងអាកាដូជាមួយនឹងអារង្វាន់ហ្នឹងព្រោះរង្វាន់វានៅសុកវាមានធ្លាក់មកពីលើមេឃទេបងប្អូនយើងកុំពឹងលើសំណាងថាទិញម៉ូតូហើយត្រូវសំណាងចាប់បានឡានទៀតវាមិនមែនទេបងប្អូនអារឿងសំណាងហ្នឹងវាមិនដែលធ្លាក់មកពីលើមេឃទេមិនទាន់បានរង្វាន់ឡានផងយើងដាច់ខ្យល់ទៅបាត់ហើយអញ្ចឹងជាមួយសិក្សាហ្នឹងយើងត្រូវដឹងពីអាកន្លែងហ្នឹងបន្ទាប់មកទៀតនៅពេលយើងដាក់ឯកសារហ្នឹងចូលលក្ខខណ្ឌទី3ណាពេលយើងដាក់ឯកសារបងប្អូនពិនិត្យមើលសិនណាពិនិត្យមើលនៅពេលដែលគេឲ្យយើងកក់ឯកសារកន្លែងខ្លះគេឲ្យដាក់យើងដាក់លុយតែម្ដងទៀតអញ្ចឹងផ្តិតមេដៃលើឯកសារបងប្អូនត្រូវមើលទៀតណាកន្លែងខ្លះផ្តិតមេដៃពឹបហ្នឹងបើសិនយើងអត់យកគេដាក់យើងក្នុងតម្លៃ$200ឬក៏$150សម្រាប់មកដកឯកសារទៅវិញណាអានឹងគឺដាក់ឯកសារចូលដាក់ឯកសារបងប្អូនបន្ទាប់ពីដាក់ឯកសារយើងចូលដល់លក្ខខណ្ឌទី4លក្ខខណ្ឌទី4យើងសិក្សាទៅលើថាតម្លៃប៉ុន្មានតម្លៃម៉ូតូប៉ុន្មានតម្លៃឡានប៉ុន្មានត្រូវបង់ប៉ុន្មានការប្រាក់ប៉ុន្មានហើយមានលក្ខខណ្ឌអីដាក់ GPS ឬក៏មាន insurance មានអីទៀតដែរឬក៏អត់ចំណុចហ្នឹងហើយដែលយើងត្រូវជជែកវែកញែកមានបងប្អូនខ្លះហ្នឹងគាត់ទៅបង់ម្លោះគាត់ថាទៅដល់ប្រាប់គេហ្មងខ្ញុំរត់រួចតម្លៃ$100តាមពិតម៉ូតូត្រូវបង់តែ70នេះគេដាក់$100ឲ្យយើងតម្រូវតែម្ដងយើងក៏ភ្លេចគិតហ្នឹងដល់ពេលចេញរបាយការណ៍ទឹកប្រាក់មកក៏អត់មើលទៀតផ្ដិតតែមេដៃយកម៉ូតូទៅបាត់ដល់ពេលបង់អូដល់ពេលគេជួយគិតគេជួយអីចឹងទៅគេត្រូវបង់អស់តែ3,000 5,000 4,000ឯនេះបង់អស់ទៅ6,000ចឹងទៅអញ្ចឹងអាការធ្វេសប្រហែសហ្នឹងmớiធ្វើឲ្យយើងខាតបង់អញ្ចឹងបានគេថាយើងព្យាយាមពន្យល់អញ្ចឹងបងប្អូនខ្លះក៏ស្ដាប់ទៅបងប្អូនខ្លះក៏មិនបានស្ដាប់ទៅចឹងទៅអញ្ចឹងអាការស្ដាប់គេអត់អស់ថ្មទេ
ដល់ពេលដែលយើងចង់បងរំលោះយើងស្ដាប់អ្នកណាចែកម្លែកពីបងរំលោះតាម Facebook តាម YouTube តាម TikTok យើងពាក្យថាវាយថាបងរំលោះម៉ូតូបងរំលោះឡានអញ្ចឹងយើងមើលវីដេអូណាដែលគេចែកចម្លែកអញ្ចឹងពេលដែលយើងស្ដាប់ហើយយើងអត់ងាយផុងនៅក្នុងអន្ទាក់ទេអន្ទាក់បំណុលទេអន្ទាក់នៅក្នុងការចាប់ឆ្នោតរង្វាន់អីចឹងទេចៃដន្យថាជួនកាលយើងដឹងដែរពេលដែលចេញលទ្ធផលกระดาษគេបង់ប្រាក់មកយើងឃើញទៅវាលើសលប់យើងអត់យកប៉ុន្តែយើងផ្តិតមេដៃដាក់ឯកសារបាត់ឯហ្នឹងដាក់ឯកសារតម្កល់មកតម្កល់ឯកសារត្រូវបង់គេ$150ឬក៏$200បានយើងដកមកវិញអញ្ចឹងបើយើងអត់ពិនិត្យល្អិតល្អន់ទេវាឆ្លោះគ្នាកន្លែងហ្នឹងឯងឆ្លោះគ្នាបញ្ហាគឺកន្លែងហ្នឹងឯងអញ្ចឹងលក្ខខណ្ឌទី4ហ្នឹងរឿងឯកសារសំខាន់ណាស់បងប្អូនឯកសារប៉ុន្តែហាងមួយចំនួនហ្នឹងគេអត់យកឯកសារយើងទៅតម្កល់ទេយើងគេគ្រាន់តែថតរូបទៅក៏អូខេបាត់ហើយខ្ញុំនិយាយកន្លែងហ្នឹងក៏ហាងគេដាក់ឯកសារគេដកឯកសារទុកហ្នឹងក៏គេមានហេតុផលរបស់គេដែរព្រោះមានបងប្អូនខ្លះហ្នឹងគាត់ឮតែរំលោះហ្នឹងគាត់ទៅរំលោះដាក់ហាង2ដាក់ហាង3ក្នុងដំណាលគ្នាគាត់ខ្លាចអត់បានគាត់ដាក់ទៅជាប់បណ្ណាយន់នោះដល់ពេលអញ្ចឹងទៅវាវល់ដល់ពេលនេះជាប់គេឲ្យគាត់ទៅជាប់ពីនោះដែរអញ្ចឹងបានគេទៅដាក់ឯកសារដើម្បីកុំឲ្យអតិថិជនហ្នឹងគាត់ទៅដាក់ចានកន្លែងអញ្ចឹងវាវល់វាអីចេញឯកសារមកធនាគារឲ្យយើងក្រុមហ៊ុនគឺវាវល់ទាំងកន្លែងហ្នឹងអញ្ចឹងបានគេទៅតម្កល់ឯកសារគេមិនមែនយកឯកសារយើងទៅធ្វើអីទេក្រុមហ៊ុនខ្លះក៏គាត់ល្អក្រុមហ៊ុនខ្លះក៏គាត់ជាតិចនិចបច្ចេកទេសរបស់គាត់ក្នុងការចងយើងមកជាប់កុំឲ្យយើងចេះតែដើរដាក់កន្លែងនេះដើរដាក់កន្លែងនោះអញ្ចឹងទៅអញ្ចឹងរឿងឯកសារហ្នឹងរឿងសំខាន់បងប្អូនហើយច្បាប់ដើមច្បាប់ដណ្ដើមទៅជាទូទៅបើសិនជាយើងអត់មានអត្តញ្ញាណប័ណ្ណទេពិបាកគឺពិបាកតែម្ដងអត្តញ្ញាណប័ណ្ណពុះសុពលភាពក៏បងរំលោះអត់បានដែរបើសិនជាគេឆ្នៃក៏រឹតតែពិបាកទៀតហើយយកល្អយើងប្រើសភៅគ្រួសារឬក៏សភៅស្នាក់នៅបើសម្បត្តិកណើតវិញបងប្អូនកុំយកច្បាប់ដើមទៅណាប្រយ័ត្នបាត់ប្រយ័ត្នអីប្រយ័ត្នគេលាយឡំបាត់ឬក៏វែងឬក៏យើងជ្រុះបាត់តាមផ្លូវគឺវវឹកទៀតហើយបើសម្បត្តិកណើតឬក៏សភៅគ្រួសារសភៅស្នាក់នៅយើងកុបពីទៅយកតែអត្តញ្ញាណប័ណ្ណច្បាប់ដើមទៅបានព្រោះអីសម្បត្តិកណើតអត់ងាយធ្វើឡើងវិញទេតែបាត់គឺជាបញ្ហាធំអញ្ចឹងលក្ខខណ្ឌបងកំលោះទាំងប្រមាណនឹងហើយណាបងប្អូនចំណុចទី5ចំណុចដែលយើងដកម៉ូតូអញ្ចឹងពេលដែលយើងដកម៉ូតូហើយគឺយើងប្រយ័ត្នប្រយែងមែនទែនបើសិនជាម៉ូតូនឹងខាងបងកំលោះមួយចំនួនគឺគេមានដាក់ GPS ដើម្បីការពារទី1គឺអតិថិជនរត់បាត់គាត់តាមដានម៉ូតូដឹងលក្ខខណ្ឌទី2ហ្នឹងបើសិនជាម៉ូតូមានការបាត់បង់ហាក់ដូចជាជួយដល់អតិថិជនមួយចំនួនដែរអញ្ចឹងបើសិនជាគេអត់ដាក់ GPS អញ្ចឹងបងប្អូនបងរំលោះនេះយល់ល្អខ្ញុំណែនាំឲ្យដាក់ GPS ខ្លួនយើងទៅដាក់ទូរស័ព្ទបានទៅ GPS អាហ្នឹងជួនកាលយើងខ្លាចអស់លុយ1រៀល2រៀលអញ្ចឹងមួយខែអញ្ចឹងទៅយើងស៊ូលក្ខខណ្ឌ GPS របស់គេអញ្ចឹងទៅអាហ្នឹងក៏ការពារដែរការពារយ៉ាងម៉េចបើសិនជាយើងបាត់បង់ម៉ូតូយើងស្រួលរកមកវិញច្រឡំទៅថាបងរំលោះស្រាប់តែបាត់ម៉ូតូបាត់អាលុយរំលោះហ្នឹងក៏មិនទាន់ដាច់អាហ្នឹងគឺវវឹកតែម្ដងហ្នឹងឯងចង់និយាយថាអាទន្សាយក៏រួចអាតេរ៉ោះក៏រួចហ្នឹងអស់ទាំងម៉ូតូហើយក៏ត្រូវជាពាក់លុយគេទៀតត្រូវតែបង់តទៅទៀតអាហ្នឹងគឺដើម្បីការពារសុវត្ថិភាពយើងទេអញ្ចឹងចំណុចទាំងប្រមាណដែលខ្ញុំលើកមកខាងលើសិតតែជារឿងសំខាន់ដែលបងប្អូនត្រូវពិចារណាមុននឹងបងរំលោះពិនិត្យលើលទ្ធភាពយើងលទ្ធភាពក្នុងការសន្សំរបស់យើងពិនិត្យមើលឯកសារយើងតម្រូវការឯកសារពិនិត្យមើលឯកសារដែលគេបងរំលោះនឹងយ៉ាងម៉េចយ៉ាងម៉ាអត្រាការប្រាក់អីយ៉ាងម៉េចយ៉ាងម៉ាហើយនៅពេលដែលយើងបានម៉ូតូហើយធ្វើម៉េចដើម្បីសុវត្ថិភាពម៉ូតូយើងជៀសវាងការបាត់បង់បងរំលោះមិនទាន់ដាច់ក្នុងម៉ូតូក៏បាត់ទេមានតែមានអ្នកខ្លះបាត់បងរំលោះហើយមិនទាន់ដាច់បាត់ម៉ូតូលេងបាត់ទេបាទអរគុណច្រើននេះគ្រាន់តែជាការចែកចម្លែកទេបងប្អូនស្ដាប់ហើយពិចារណាអរគុណច្រើន